នាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតជាមួយបារាំងគឺជាការប្រើប្រាស់ការទូតដើម្បី diplomatic support រីឯកង្វះខាតអីក៏ទៅរកបាននៅស្រុកបារាំងខ្លួនឯងដែរកម្ពុជាគ្មានឥឡូវយើងនិយាយចេះណាគាត់ណាព្រំដែនគោកជាមួយនឹងថៃ800គីឡូម៉ែត្រ800គីឡូម៉ែត្រតើវាឈរលើអ្វីតើព្រំដែនគោក800គីឡូម៉ែត្រវាឈរលើអ្វីព្រំដែនគោក800គីឡូម៉ែត្រវាឈរលើអ្វីវាឈរលើអ្វីណាតើវាឈរលើអ្វីយើងយកមកគិតណាយើងយកមកគិតថាតើវាឈរលើអ្វីតើវាឈរលើអ្វីព្រំដែនគោកកម្ពុជាថៃឡង់វាឈរលើមូលដ្ឋានឯកសារប្រវត្តិសាស្ត្រ2អនុសញ្ញាបារាំងសៀម1904សន្ធិសញ្ញាបារាំងសៀម1907ឯកសារ2ហ្នឹងវាមានស្អីនៅក្នុងហ្នឹងវាមានកិច្ចព្រមព្រៀងជាអន្តរជាតិនៅក្នុងហ្នឹងរវាងសៀមនិងបារាំងដែលបារាំងតំណាងឲ្យកម្ពុជានិងឡាវកាលនោះក្រៅពីហ្នឹងមានឯកសារបច្ចេកទេសអីមានផែនទីមេត្តាឋាន1 លើ 200,000និងមានកំណត់ខេត្តបោះបង្គោលព្រំដែនprocess verbal គេហៅថា PV តើផែនទីមេត្តាឋាន1 លើ 200,000ហ្នឹងបើស្ដាប់ទៅຂະຫນាតវាធំ1 លើ 200,000ហ្នឹងមានន័យថាវាល្អិតណាស់ចំណុចមួយតាមព្រំដែនហ្នឹងវាតូចណាតូចមែនតើណាហើយផែនទីហ្នឹងវាអាយុ100ឆ្នាំហើយតើយកផែនទីហ្នឹងមកប្រើបានទេចម្លើយឆ្លើយថាប្រើបានជា reference ជា historic reference គឺប្រើបានជាឯកសារយោងសំណួរសួរថាចុះបើទំហំមាត្រដ្ឋាន1 លើ 200,000ហ្នឹងដល់ទៅដល់ចំណុចជាក់ស្ដែងហ្នឹងវាលំបាកមើលណាធ្វើម៉េចបានរកឃើញបន្ទាត់ព្រំដែនចម្លើយថាគេយកផែនទីមាត្រដ្ឋាន1 លើ 200,000ហ្នឹងជាឯកសារយោងហើយគេក៏ធ្វើការវាស់ស្ទង់រកចំណុចនៃបន្ទាត់ព្រំដែនទៅដោយប្រើឯកសារយោងមួយទៀតគឺ PV process verbal មួយជាកំណត់ហេតុនៃការបោះបង្គោលបារាំងសៀមដែលមានកំណត់ជាអក្សរថាការគេបោះហ្នឹងវាអង្សាយ៉ាងម៉េចទិសយ៉ាងម៉េចដានស្នាមយ៉ាងម៉េចនៅក្នុង PV ហ្នឹង process verbal ហ្នឹងឯកសារទី2សួរទៀតថាអានោះបារាំងសៀមកត់100ឆ្នាំហើយដីវាដុះដីវាប្រែព្រៃវាកាប់ភ្នំវាប្រែប្រួលស្ថានដីស្ថានព្រៃអីប្រែប្រួលហើយក្នុង100ឆ្នាំហ្នឹងវាធ្វើយ៉ាងម៉េចឲ្យវាដឹងបន្ទាត់ព្រំដែនណាធ្វើយ៉ាងម៉េចឲ្យវាដឹងបន្ទាត់ព្រំដែនណាធ្វើយ៉ាងម៉េចទៅវាដឹងបន្ទាត់ព្រំដែនព្រោះ100ឆ្នាំហើយធ្វើយ៉ាងម៉េចចម្លើយឆ្លើយថាក្រុមវាស់ស្ទង់និងប្រើឧបករណ៍វិទ្យាសាស្ត្រ scientific equipment in order to find the exact line of border ដើម្បីនឹងរកនៅបន្ទាត់ព្រំដែនឲ្យឃើញគឺប្រើប្រាស់ឧបករណ៍វិទ្យាសាស្ត្រមិនមែនដូចអាសំរាំងស៊ីឬពួកអាសំរាំងស៊ីនិយាយទេយកតែ GPS ទៅឃើញបន្ទាត់ព្រំដែនឃើញម៉ែវាមិនអញ្ចឹងទេព្រំដែនស្រួលដាក់តែ GPS ទៅដឹងបន្ទាត់ព្រំដែនមើលនិយាយប្រាប់អញមើលគេធ្វើម៉េចអាផេះរាំងស៊ីវានិយាយអញ្ចឹងហើយពួកអាផេះសំរាំងស៊ីវានិយាយអញ្ចឹងអត់ទេគ្មាន GPS ណាដែលអាចដាក់ទៅរកបន្ទាត់ព្រំដែននឹងឃើញទេតែ GPS ជាជំនួយឧបករណ៍មួយមានន័យថាជាប្រដាប់មួយដែលយកមកប្រើអញ្ចឹងដំបូងគេត្រូវធ្វើម៉េចគេប្រើឧបករណ៍វិទ្យាសាស្ត្រដូចជាគេប្រើអាមួយដែលយើងឃើញមានក្បាលត្មោងដែលគេយកទៅសង្កត់ដើម្បីគេបោះបង្គោលបណ្ដោះអាសន្នណាមានក្បាលត្មោងហ្នឹងអាហ្នឹងគេហៅថា GNSS
ជាអង្គតែន GNSS នឹងជាប្រដាប់ទទួលសញ្ញាក្បាលដូចផ្សិតណាដែលយើងឃើញខ្មែរសៀមធ្វើជាមួយគ្នាណាអាហ្នឹងគឺរបស់ហ្នឹងគេហៅ GNSS វាជា antenna receiver វាជាអង្គតែននឹងប្រដាប់ទទួលម៉ោងក្បាលហ្នឹងវាជា signal ដែលវាតកតងទៅនឹង satellite constellations ដើម្បីវាទទួលហើយវាចង្អុលទៅក្បាលត្មោងមួយទៀតតកតងគ្នាដើម្បីរកនៅពេលដែលគេស្វែងរកបន្ទាត់ព្រំដែនគេប្រើអានោះហើយគេសម្រេចឯកភាពគ្នារវាងភាគីទាំងពីរថាគេយកតាមឧបករណ៍អីគេយកតាម GPS គេយកតាម GLONASS គេយកតាម Galileo ឬក៏គេយកតាម Baidu ឬក៏គេយកពហុបច្ចេកវិទ្យាមានន័យថាយកច្រើនជាង system តែមួយដើម្បីបញ្ជាក់ឲ្យវាច្បាស់របស់ហ្នឹងមិនមែន GPS ទេដូចអាសំរាំងស៊ីវានិយាយទេល្ងងហ្នឹងវានិយាយសម្រាប់គ្នាវាល្ងងណា GNSS ហ្នឹងវាបើប្រៀបនឹងទូរស័ព្ទយើងមាន GPS antenna យើងនេះកាលណាយើងដើរលើផែនទីបើកឡានមកអីវាអាចខុសគ្នាក្នុងរវាង10ម៉ែត្រខ្លះជួនកាលខ្លះទៅ20ម៉ែត្រយើងប្រើនេះតែGNSS នោះវាមានចំណុចត្រឹមត្រូវរបស់វាហ្នឹងតែជាង10ម៉ែត្រមានន័យថាបើវារកចំណុចណាមួយហ្នឹងវាតិចជាង10ម៉ែត្រវាតិចជាង10ម៉ែត្រហើយវាតិចជាង5ម៉ែត្រទៅទៀតមានន័យថាវាចំណុចនៃភាពជាក់លាក់ចំគោលដៅវាហ្នឹងច្បាស់ជាងរបស់យើងនៅក្នុង telephone ហ្នឹងទើបគេយកទៅប្រើអាហ្នឹងត្មោងក្បាលមួយហ្នឹងតើគេប្រើអាហ្នឹងសម្រាប់អីគេប្រើសម្រាប់ស្ទង់លើដីថៃហើយនឹងខ្មែរហ្នឹងយកអាហ្នឹងទៅប្រើតែអាសៀមហ្នឹងវាឆ្លៀនពៀនយើងវាអត់ព្រមធ្វើការតទៅទៀតមិនរកមិនឃើញទេគាត់ព្រមតែនោះដល់បន្ទាប់ពីគេរកអាហ្នឹងទៅគេក៏បោះបង្គោលដែលជា carbon fiber range pole គេបោះបង្គោលទៅតាមវិធីបច្ចេកទេសដើម្បីគេដៅមើលបន្ទាត់ព្រំដែនកម្ពស់ដីខ្នងភ្នំដីអីគេមើលនឹងបច្ចេកទេសវិទ្យាសាស្ត្របន្ទាប់មកទៀតគេមានប្រដាប់ច្រើនយ៉ាងទៅទៀតដូចជា data collector អីជាដើមតែភាគីទាំងសងខាងប្រទេសហ្នឹងយកមកទន្ទឹមគ្នាថាតើវាត្រូវឬខុសដល់ពេលគេមានឧបករណ៍ខ្ញុំនិយាយតែពី3ទេដល់គេមានឧបករណ៍បច្ចេកទេសហ្នឹងហើយគេត្រូវព្រមព្រៀងគ្នាលើវិធីអនុវត្តថាតើគេប្រើ system អីដើម្បីឲ្យវាស្គាល់បន្ទាត់ព្រំដែនអញ្ចឹងគេត្រូវព្រមព្រៀងគ្នាឧទាហរណ៍ថាគេប្រើ RTK technology RTK technology តើ RTK technology ហ្នឹងតែគេហៅថា real time kinematic ហ្នឹងគេប្រើរបៀបម៉េចតើវាមានឧបករណ៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាស្អីទៀតដែលគេយកមកប្រើជាមួយដើម្បីបញ្ជាក់ណាទើបគេស្រង់បានព័ត៌មានដែលពាក្យបច្ចេកទេសគេហៅ geodetic coordinates យាមកាភូមិសាស្ត្ររវាងប្រទេសទាំងពីរណាអាហ្នឹងគឺតកតងអញ្ចឹងសៀមហើយនឹងខ្មែរហ្នឹងបានចាប់ផ្ដើមធ្វើកិច្ចការហ្នឹងនៅក្នុងជួរបង្គោលទី50គឺ52ដល់59ដែលបណ្ដោយនៃបង្គោលពីមួយទៅមួយហ្នឹងវាប្រមាណជា10គីឡូម៉ែត្រហេតុដែលគេធ្វើលើបង្គោលហ្នឹងយើងសួរទៀតថាតើមិនបានគេមិនធ្វើពីបង្គោលទី1មកអត់ធ្វើបានទេវាអាស្រ័យទៅលើថាគេធ្វើអារបស់ស្រួលមុនអារបស់លំបាកគេត្រូវគិតព្រមព្រៀងគ្នាថាគេធ្វើយ៉ាងម៉េចណាអានោះអញ្ចឹងបន្ទាប់មកទៀតស្អីដែលគេធ្វើពីចំណុច1ទៅកាន់ចំណុច1វាចាប់ផ្ដើមពី MOU ឆ្នាំ2000មកMOU ឆ្នាំ2000ហ្នឹងវាជាសេចក្តីព្រមព្រៀងជាក្របខ័ណ្ឌបានជាអាសៀមហ្នឹងវាឆ្លើយវាចង់លុបអានឹងចោលវាលុបទៅតែវាអត់ហ៊ានលុបទេឃើញទេក្របខ័ណ្ឌរួមហ្នឹងវាមកពី MOU ឆ្នាំ2000លើដែនគោកដល់ពេលយកMOU ឆ្នាំ2000ហ្នឹងមកMOU វាចង្អុលថាទី1ត្រូវបង្កើត JBC គេហៅថា Joint Boundary Commission គណៈកម្មការព្រំដែនចម្រុះបន្ទាប់មកទៀតវាចង្អុលមកឲ្យទៅរកបង្គោលព្រំដែនដែលបារាំងសៀមបោះ73បង្គោលហ្នឹងនៅតាណាបន្ទាប់មកទៀតMOU ឆ្នាំ2000ហ្នឹងវាផ្ដល់ឲ្យទិសដៅថា
ត្រូវបង្កើតការព្រមព្រៀងគ្នាមួយបច្ចេកទេសមួយអន្លើមួយបច្ចេកទេសមួយអន្លើរឿងធ្វើការនោះអាហ្នឹងអញ្ចឹងពីឆ្នាំ2000មកដល់2008គឺវាស់ស្ទង់លើចំណុចដែលស្រួលវាស់ស្ទង់សំណួរសួរថាវាមិនបានគេវាស់ស្ទង់អញ្ចឹងពីព្រោះព្រំដែនវាមានមីនហើយសន្តានភូមិសាស្ត្រវាមាន accessibility difficulty level វាខុសគ្នាកន្លែងខ្លះឡើងទៅអត់ដល់ដើរទៅអត់ដល់ទេទាល់តែប្រើឧទ្ធម្ភាគចក្រទម្លាក់ក្រុមការងារទៅធ្វើថែមលើហ្នឹងគេអត់ទាន់កម្ចាត់មីនអស់តាមបណ្ដោយព្រំដែនតាខំប្រឹងនិយាយឲ្យស្ដាប់ណាតែពួកអាចុយម៉ាយឯងអត់យកចិត្តទុកដាក់ទេអញ្ចឹងហើយបានហែងបន្ទោសគេថាបាត់អស់ឯដីអញនិយាយរឿងបោះព្រំដែនហែងសួរពីរឿងយន្តហោះដោយមកប្រកាច់យន្តហោះម៉ែឯងហោះទៅអញអស់ធម្មពលមិនតិចទេអញខំប្រឹងប្រមូលយកចំណេះដឹងហ្នឹងមកចែកពួកឯងតែអាក្បាលតាន់ឯងនេះអត់ចេះនេះទេអត់ដែលយកចិត្តទុកដាក់ថាទឹកដីអញគួរណាស់តែចេះមុនយន្តហោះចាញ់មកសួរយន្តហោះដោយមកប្រកាច់អញ្ជើញលេងឲ្យវាជ្រះក្អែលប្រកាច់ហ្នឹងទៅមកពីភ្លើចឹងហើយបានរៀនមិនចេះនោះពេលគ្រូបង្រៀនលំហាត់វាគិតកំណាប់ពេលគ្រូបង្រៀនគណិតសាស្ត្រវាទៅគិតភូមិសាស្ត្រវាមិនដែលយកចិត្តទុកដាក់អាការលំបាកនេះអារឿងព្រំដែននេះណាអូអាសំរាំងស៊ីអត់តែមានអ្នកណាមួយយកមកនិយាយបានហោហែទេហើយអ្វីដែល James Sock ខំប្រឹងយកមកនិយាយនេះណាកន្លះភាគរយឬតិចជាងកន្លះភាគរយនៃរឿងព្រំដែនរឿងព្រំដែនវាមាន100 James Sock ស្គាល់តែ0កណ្ដកសញ្ញា2ទេ0កណ្ដកសញ្ញា02ទេហើយអាប្រកាច់ឯងនឹងអត់យកចិត្តទុកដាក់ទេដីម៉ែឪហែងទាំងអស់គ្នាដីម៉ែឪអញទាំងអស់គ្នាហែងមិនគិតទេហែងទៅគិតយន្តហោះតើបំបែងក្បាលមនុស្សម្នាក់ដែលកើតមកនៅលើទឹកដីមួយដែលថាចេះតែចោទគ្នាថាអានេះធ្វើឲ្យបាត់ដីអានេះធ្វើឲ្យបាត់ហែងចង់ចេះទេអញចេះបានតែ0កណ្ដកសញ្ញា02%ទេអញយកមកចែកហែងហើយអត់ស្ដាប់ពិបាកនិយាយសឹងតែងាប់ខំប្រឹងយកមកចែកទៅមកអាប្រកាច់បងប្អូនដីដែលយើងរស់នៅហើយនឹងដីដែលយើងចាក់ចេញពីស្រុកកំណើតសំខាន់ទេឆ្លើយមើលសំខាន់ទេសំខាន់ជាងយន្តហោះកម្ពស់ណាសំខាន់ជាងទឹកសមុទ្រជម្រៅណាទេសំខាន់ជាងបាល់ទាត់ទេអញខំប្រឹងនិយាយមួយឲ្យស្ដាប់អត់ព្រមយកចិត្តទុកដាក់អញឆ្ងល់ខ្លួនឯងអញសួរខ្លួនឯងឲ្យស្ដាប់ទៀតអញ្ចឹងត្រឡប់មកទៀតពី2000ដល់2008ឆ្នាំហ្នឹងធ្វើតែកន្លែងស្រួលវាស់ស្ទង់ទេមិនមិនបានធ្វើតែកន្លែងស្រួលព្រោះអាកន្លែងមិនស្រួលវាកប់មីនវាឡើងទៅអត់ដល់វាទាល់តែឧទ្ធម្ភាគចក្រទម្លាក់ក្រុមទៅអញ្ចឹងគេសម្រាប់ធ្វើតែរបស់ស្រួលហើយដោយសារ2008ហ្នឹងវាមានទំនាស់គ្នាក៏វាអត់បានធ្វើអីទៀតទេដល់2008ដល់2011អត់បានធ្វើតលតសោះពីព្រោះរឿងឆ្លោះគ្នាព្រះវិហារហ្នឹងអត់បានធ្វើអីតលតសោះណាអត់បានធ្វើសោះចំណែកឯខាងសៀមវិញវាមានចលនាជាតិនិយមវាបង្អាក់ដំណើរការព្រំដែនមិនឲ្យទៅមុខទេចំនួនអាវលឿងតែវាប្រឆាំងនឹងអាវក្រហមអញ្ចឹងអត់ទេវាឃោសនាថាបើរដ្ឋាភិបាលថៃខាងអាវក្រហមបន្តធ្វើការអនុវត្តតាមក្របខ័ណ្ឌ MOU ឆ្នាំ2000វាចោទសៀមគ្នាវាថាក្បត់ជាតិអញ្ចឹងពី2008ដល់2011អត់ទៅរួចទេដល់មក2012មក2023គឺគ្មានធ្វើអីទាំងអស់ចាប់ពីខែកុម្ភៈឆ្នាំ2012ជំនួបលើកទី5នៃ Joint Border Commission JBC ធ្វើហើយក្រោយពីនឹងមក12ឆ្នាំអត់ដែលជួបធ្វើការជាមួយគ្នាទេអត់ដែលជួបទេវាបង្កើតបញ្ហាអញ្ចឹងដល់ឆ្នាំ2013 ICJ បំភ្លឺរឿងព្រះវិហារដល់បំភ្លឺរឿងព្រះវិហារដោយបញ្ជាក់អំពី promontory ត្រឹមត្រូវម្ដងទៀតក៏ដំណើរការអត់ធ្វើអីទាំងអស់បញ្ហាខាងពួកជ្រុលនិយមសៀមវាដាក់បន្ទុកលើរដ្ឋាភិបាលវាអត់ឲ្យនិយាយស្អីកើតទេដល់មក2024ស្រាប់តែចូលដល់ពាក់កណ្ដាលឆ្នាំ25វាផ្ទុះសង្គ្រាមនឹងគ្នាបាត់វាផ្ទុះសង្គ្រាមនឹងគ្នារហូតដល់ឆ្នាំ25ខែមិថុនាទៅអាសៀមហ្នឹងវាមកជួប JBC លើកទី6នៅភ្នំពេញ3-10ឆ្នាំ